ធ្លាប់តែញ៉ាំបាយម្ហូបខ្មែរថ្ងៃនេះមកប្រែញ៉ាំបាយអារ៉ាប់វិញម្ដងបងប្អូនហើយសំខាន់ឆ្ងាញ់ហើយគឺតម្លៃធូរថ្លៃទៀតហើយម្ចាស់ហាងគឺជនជាតិអារ៉ាប់ធ្វើដោយផ្ទាល់ដៃឲ្យយើងញ៉ាំតែម្ដងណាបងប្អូនសំខាន់គាត់ឲ្យពួកយើងមកឈមមើលទៀតណាបងប្អូននិយាយទៅគាត់ចង់បង្ហាញថាការធ្វើរបស់គាត់នេះគឺធ្វើដោយអនាម័យហើយអាហារគាត់គឺមានសោភ័ណភាពស្អាតអញ្ចឹងណាហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនេះបងប្អូនគឺបាយគាត់ដាក់នៅលើតុនេះតែម្ដងបាទនិយាយទៅតំណងខ្លាំងមែនតែនគាត់បាននិយាយថាសម្រាប់អ្នកដែលគាត់ចង់បង្កើតភាពស្និទ្ធស្នាលអ្នកដែលគាត់ចង់ញ៉ាំបាយជាមួយគ្រួសារជាមួយនឹងដៃគូជាមួយនឹងអ្នកស្និទ្ធស្នាលខ្លាំងយើងអាចញ៉ាំជាមួយនឹងអាហារលើតុនឹងបានតំណងខ្លាំងណាបងប្អូនហើយឃើញអញ្ចឹងតិចច្រឡំអាហារឥណ្ឌាហាអីអត់ទេណាបងប្អូនគឺជាអាហារបែបអារ៉ាប់ហើយនិយាយពីតម្លៃវិញគឺធូរថ្លៃខ្លាំងមែនតែនបងប្អូនបាយអារ៉ាប់នៅលើចានរបស់គាត់កំពុងកាន់នេះតម្លៃត្រឹមតែ12000រៀលទេបងប្អូនហើយគឺមានគ្រប់មុខតែម្ដងបងប្អូនអរគ្នាដែលចង់ញ៉ាំបាយលក្ខណៈគ្រួសារបងប្អូនមកញ៉ាំនៅកន្លែងនេះបងប្អូនឃើញទេគេថាអាហារគឺតំណងញ៉ាំមែនតែនសំខាន់គឺបង្កើតភាពស្និទ្ធស្នាលទៀតឈប់ ណូតែទឹកច្រឡំម្ហូបឥណ្ឌាញ៉ាំដែរញ៉ាំអីអត់ទេចាខាងនេះគឺម្ហូបអារ៉ាប់ចាថ្ងៃមានជាមួយនឹងចានស្លឹកព្រានេះអូខេអូតំណងខ្លាំងមែនតែនអូបញ្ចុកទៀតអូនិយាយទៅបងប្អូនកន្លែងនេះអ្នកដែលចូលចិត្តញ៉ាំអាហារបែបអារ៉ាប់គឺមានគ្រប់មុខយកតែម្ដងសំខាន់បងប្អូនឃើញស្រាប់ណាគឺខ្ញុំកំងឡើងពេញតុកយកត្មងដោយសារអីដោយសារតែអាហារកន្លែងនេះញ៉ាំទៅគឺត្រូវមាត់គ្រប់មុខយកត្មងបងប្អូនហើយមនុយនៅកន្លែងនេះគឺមានច្រើនណាបងប្អូនខ្ញុំសូមរៀបរាប់ត្រួសជូនបងប្អូនបន្តិចគឺយើងមានជាមួយនឹងបាយសាច់មាន់បាយសាច់គោបាយសាច់ពពែមានភីសាមានសាវណាក៏ដូចជាអាហារសម្រន់ផ្សេងៗជាច្រើនទៀតបងប្អូនណាសំខាន់តម្លៃគឺធូរថ្លៃខ្លាំងមែនតែនហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់មកញ៉ាំអត់ប្របាក់រកទីតាំងទេបងប្អូនទីតាំងរបស់គាត់គឺស្ថិតនៅមុខវិហារអ៊ីស្លាមគីឡូម៉ែត្រលេខ7ខណ្ឌរិស័យកែវផ្លូវជាតិលេខ5បងប្អូនទាំងអស់គ្នាគឺនៅក្នុងរាជធានីភ្នំពេញនេះឯងឬក៏បងប្អូនអាចតាក់ទងទៅគាត់តាមរយៈ TikTok ដែលខ្ញុំ mention ទៅហ្នឹងបងប្អូនទាំងអស់គ្នា